ពីនារីសាមញ្ញម្នាក់ដែលបំពេញការងារជាអ្នកបម្រើលើអាកាសតើសុធីតាអាចប្រែប្រួលជោគវាសនារបស់ខ្លួនក្លាយជាព្រះមហាក្សត្រីនៃប្រទេសថៃដោយរបៀបណាជីវិតពិតរបស់ទ្រង់នៅក្នុងរាជវាំងពោពេញទៅដោយរឿងរ៉ាវស្មុគស្មាញនិងការប្រកួតប្រជែងដណ្ដើមអំណាចនិងព័ត៌មានចចាមអារ៉ាមជាច្រើនដែលពិភពលោកតែងតែតាមដានថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅជ្រាបច្បាស់ពីជីវិតនិងរឿងរ៉ាវអាស្រូវនៅពីក្រោយរាជបល្ល័ង្កថៃលោកស្រីសុធីតាធិតចៃកើតនៅថ្ងៃទី3ខែមិថុនាឆ្នាំ1978ក្នុងគ្រួសារជនជាតិថៃកាត់ចិននាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈប្រព័ន្ធផ្សព្វផ្សាយពីសាកលវិទ្យាល័យ Assumption ក្នុងឆ្នាំ2000ក្រោយបញ្ចប់ការសិក្សាសុធីតាបានចាប់ផ្ដើមអាជីពជាអ្នកបម្រើលើអាកាសឲ្យក្រុមហ៊ុនអាកាសចរ Japan Airlines ហើយបន្ទាប់មកបានផ្លាស់ប្ដូរទៅធ្វើការនៅ Thai Airways អាជីពជានារីបម្រើលើអាកាសនេះហើយដែលជាចំណុចចាប់ផ្ដើមនៃចំណងស្នេហានិងការផ្លាស់ប្ដូរជោគវាសនាជីវិតរបស់នាងជារៀងរហូតនៅក្នុងកំឡុងឆ្នាំ2008នាងបានជួបជាលើកដំបូងជាមួយនឹងព្រះម្ចាស់មហាវជ្ជរានលង្កូននៅពេលដែលព្រះអង្គកំពុងបើកបរយន្តហោះពាណិជ្ជកម្មឲ្យ Thai Airways នៅពេលនោះព្រះមហាក្សត្ររាមាទី10មានព្រះមហេសីទី3រួចទៅហើយគឺលោកស្រីសិរីរស្មីសូវណ្ឌីបន្ទាប់ពីការជួបគ្នានោះជីវិតរបស់សុធីតាបានផ្លាស់ប្ដូរយ៉ាងលឿននៅឆ្នាំ2010នាងបានចូលរួមនៅក្នុងកងទ័ពជើងគោកថៃដោយទទួលបានការវឹកវើយ៉ាងតឹងរ៉ឹងឆ្នាំ2014ត្រូវបានតែងតាំងជាមេបញ្ជាការរងនៃកងអង្គរៈការពារព្រះម្ចាស់រាជទីយាតឆ្នាំ2016ត្រូវបានដំឡើងជាឧត្តមសេនីយ៍ឯកនិងទទួលបានគោរមងាររាជវង្សទោះបីជាពេលនោះមិនទាន់បានប្រកាសរៀបអាពាហ៍ពិពាហ៍ជាផ្លូវការក៏ដោយនៅថ្ងៃទី1ខែឧសភាឆ្នាំ2019ព្រះមហាក្សត្ររាមាទី10បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រីសុធីតានិងបានប្រកាសតែងតាំងទ្រង់ជាព្រះមហាក្សត្រីជាផ្លូវការពិធីនេះបានធ្វើឡើងយ៉ាងអធិកអធមមុនពេលពិធីបរមរាជាភិសេកឡើងគ្រឿងរាជជាផ្លូវការរបស់ព្រះមហាក្សត្រត្រឹមតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះទោះបីជាបានឡើងជាព្រះមហាក្សត្រីក៏ដោយជីវិតនៅក្នុងរាជវាំងរបស់ទ្រង់មិនមានភាពរលូនទាំងស្រុងនោះទេដោយមានរឿងរ៉ាវអាស្រូវនិងការប្រកួតប្រជែងជាច្រើនដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយមួយរឿងរ៉ាវជាមួយនឹងស៊ីនីណាតត្រឹមតែ2ខែក្រោយរៀបអាពាហ៍ពិពាហ៍ព្រះមហាក្សត្របានតែងតាំងស៊ីនីណាតជាស្នំឯកប៉ុន្តែ3ខែក្រោយមកត្រូវបានដកហូតគោរមងារទាំងអស់ដោយចោទប្រកាន់ពីភាពមិនស្មោះត្រង់និងព្យាយាមធ្វើខ្លួនប្រជែងអំណាចជាមួយនឹងម្ចាស់ស្ត្រីប៉ុន្តែទោះជាយ៉ាងណានៅក្នុងឆ្នាំ2020ស៊ីនីណាតត្រូវបានផ្ដល់គោរមងារឡើងវិញដែលធ្វើឲ្យមានព័ត៌មានចចាមអារ៉ាមអំពីការបែងចែកបពុនៅក្នុងរាជវាំងពីការរស់នៅដាច់ដោយឡែកនៅអឺរ៉ុបសារព័ត៌មានបរទេសជាច្រើនដូចជាបៀលរបស់អាឡឺម៉ង់ធ្លាប់បានរាយការណ៍ថាម្ចាស់ស្ត្រីសុធីតាតែងតែចំណាយពេលវេលាភាគច្រើនរស់នៅសន្តាគារលំដាប់ខ្ពស់មួយនៅក្នុងប្រទេសស្វីសខណៈដែលព្រះមហាក្សត្ររាមាទី10គង់នៅប្រទេសអាឡឺម៉ង់ជាមួយនឹងស្រីស្នំជាច្រើនរូប3រូបថតសម្ងាត់ដែលត្រូវបានលេចធ្លាយនៅក្នុងឆ្នាំ2020រូបថតឯកជនរាប់ពាន់សន្លឹករបស់ស៊ីនីណាតត្រូវបានគេផ្ញើទៅឲ្យអ្នកសារព័ត៌មានបរទេសនិងសកម្មជនប្រឆាំងរាជវង្សថៃដោយមានការសង្ស័យជាការរៀបចំឡើងពីអ្នកគាំទ្ររបស់ម្ចាស់ស្ត្រីសុធីតាដើម្បីបង្អាប់កិត្តិយសគូប្រជែងទោះបីជាមានពាក្យចចាមអារ៉ាមនិងរឿងរ៉ាវអាស្រូវជុំវិញរាជវាំងយ៉ាងណាក៏ដោយម្ចាស់ស្ត្រីសុធីតាត្រូវបានគេមើលឃើញថាជាស្ត្រីដែលមានភាពស្ងប់ស្ងាត់និងមានឥរិយាបថត្រឹមត្រូវជានិច្ចនៅចំពោះមុខសាធារណជនទ្រង់តែងតែបង្ហាញវត្តមាននៅក្បែរប្រកាយព្រះមហាក្សត្រក្នុងពិធីផ្លូវការសំខាន់និងព្យាយាមបង្កើតរូបភាពវិជ្ជមានសម្រាប់រាជវង្សថៃពីនារីបម្រើលើអាកាសសាមញ្ញម្នាក់មកជាស្ត្រីដែលមានអំណាចបំផុតនៅក្នុងរាជវាំងថៃជីវិតរបស់ម្ចាស់ស្ត្រីសុធីតានៅតែជារឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររាជវង្ស